យុទ្ធក្រមខំមានតាំងពីសម័យកាលកកើតទឹកដីមកម្លេះដែលនៅក្នុងសម័យព្រះបាទស្រីមេរៈលោកបានយកក្បាច់គុណនេះដើម្បីបង្វឹកកងទ័ពដើម្បីប្រយុទ្ធជាមួយនឹងប្រជាមិត្តសត្រូវនិងវាយលុកដើម្បីពង្រីកដែនអាណាចក្រខ្មែរខ្ញុំហាត់ក្បាច់គុណនេះរយៈពេល5ឆ្នាំហើយមូលហេតុចម្បងដែលខ្ញុំជ្រើសរើសហាត់ក្បាច់គុណយុទ្ធក្រមខំនេះពីព្រោះតែខ្ញុំស្រឡាញ់ក្បាច់គុណយុទ្ធក្រមខំនិងចង់អភិរក្សក្បាច់គុណយុទ្ធក្រមខំនេះដើម្បីក្មេងៗជំនាន់ក្រោយបានយល់អំពីក្បាច់គុណបុរាណខ្មែរដែរដូនតាយើងបន្សល់ទុកមកហើយចង់អភិរក្សវាឲ្យបាននៅគង់វង្សជារៀងរហូតខ្ញុំបានហាត់ក្បាច់គុណយុទ្ធក្រមខំនេះរយៈពេល3ឆ្នាំហើយបងហើយមូលហេតុដែលខ្ញុំឆ្លាញ់ក្បាច់គុណយុទ្ធក្រមខំនេះទី1វាជាក្បាច់គុណចំណាស់ដែលភាគច្រើនមិនសូវមានគេស្គាល់ទេបងហើយនៅមួយទៀតគឺដើម្បីសុខភាពអភិរក្សវប្បធម៌និងដើម្បីការពារខ្លួនខ្ញុំស្គាល់ក្បាច់គុណយុទ្ធក្រមខំតាមរយៈ YouTube និង Facebook ឆ្លៀតពីការសិក្សាមហាត់ដើម្បីសុខភាពកាត់បន្ថយ stress ជារៀងខ្លះក្បាច់គុណយុទ្ធក្រមខំតាំងពីខ្ញុំវឹកហាត់មកដល់ផលប្រយោជន៍ដូចជាទី1សុខភាពខ្ញុំពីមុនខ្ញុំមានគីឡូធាត់ខ្លាំងហើយធ្វើឲ្យខ្ញុំស្រក់បានមកដល់ពេលនេះហើយទី2អាចជួយរកប្រាក់ចំណូលបន្ទាប់បន្សំតាមកម្មវិធីដូចជាសង្ក្រាន្តកម្មវិធីបែបវប្បធម៌នៅតាមសារផ្សេងដែលគេអញ្ជើញយើងទៅអញ្ចឹងណាបងពីដំបូងឡើយក្បាច់គុណយុទ្ធក្រមខំហ្នឹងដាក់ប្រហាត់នៅក្នុងសាលាវិទ្យាល័យជាសិង្ហសាមគ្គីខ្ញុំពេលហ្នឹងខ្ញុំរៀននៅហ្នឹងណាបងដល់ពេលទៅយើងចេញពីរៀនទៅយើងឃើញគេហាត់ហើយក៏សុំលោកគ្រូចូលហាត់ដែរទៅបងកាលហ្នឹងយើងហាត់ចង់ចេះគោលបំណងពេលហ្នឹងចង់ធ្វើជាតារាភាពយន្តបងខាងវាយមានខ្លះបងតួស្តាន់ឲ្យគេវាយដល់ពេលហើយយើងហាត់យូរក៏យើងបន្តការសម្ដែងប្រហាត់ជួយប្រហាត់គ្នាទៅវិញទៅមកយូរយើងចាប់ដើមមានទឹកចិត្តមួយចង់អភិរក្សហ្មងអ្វីដែលបាក់ហាត់ជាងគេគឺមូលដ្ឋានគ្រឹះរបស់ក្បាច់គុណពីព្រោះមុននឹងយើងមកហាត់ក្បាច់គុណនេះគឺម្នាក់អត់មានតន់ចេះអីទេពីព្រោះគាត់មកគឺអ្នកថាដំបងតែម្ដងអញ្ចឹងគាត់មកហាត់ក្បាច់គុណនេះគឺលំបាកពេលយើងហាត់បានមួយថ្ងៃពីរថ្ងៃឬក៏មួយអាទិត្យវាអាចនឹងរាងកាយយើងអត់សូវស៊ាំនឹងក្បាច់គុណអញ្ចឹងវាអាចមានឈឺសាច់ដុំតិចតួចនិងដៃជើងអីចឹងការពេលដែលយើងចូលហាត់ដំបងគឺវាធ្វើឲ្យយើងឈឺខ្លួនហើយអញ្ចឹងយើងគឺសញ្ញាចិត្តនឹងលែងចង់ហាត់ហ្មងអញ្ចឹងយើងត្រូវតែស៊ូទូឈឺក៏មកទាំងឈឺហ៎បងវាឈឺខ្លួនខ្លាំងវាមានភាពលំបាកដូចជាការហែកដៃហែកជើងក៏យើងចូលហាត់ដំបងអីជើងយើងហែកអត់ដាច់ទេវាសរសៃយើងតឹងហ៎បងហើយដៃជើងយើងក៏វាយមើលមកមិនសមមិនស្អាតដែរដោយសារយើងរៀងឆ្កងជាងគេយើងមើលទៅគេផ្សេងទៅគេហាត់គេវាយបានស្អាតអញ្ចឹង